ស្របពេលដែលបងប្អូនប្រជាពុទ្ធបរិស័ទដែលជាអ្នកជឿជាក់លើព្រះពុទ្ធសាសនាកំពុងប្រារព្ធពិធីអនុមោទនាបុណ្យមាឃបូជាឆ្នាំ2026ដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតនៅព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី588ឆ្នាំមុនគ្រិស្តសករាជនាថ្ងៃ15កើតខែមិញក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន9អង្គគុណនិយាយជារួមនិងនិយាយដោយឡែកសម្រាប់វត្តគិរីជុំចំការខ្នុលនាក្រុងសិរិសោភ័ណ្ឌខេត្តបន្ទាយមានជ័យព្រះសមណញាណ100000ព្រះបល្លាតគុណខេត្តនិងជាព្រះគ្រូចអធិការវត្តគិរីជុំចំការខ្នុលព្រះអង្គបានដឹកនាំប្រជាពុទ្ធបរិស័ទប្រុសស្រីយ៉ាងច្រើនកកកនៅក្នុងពិធីបុណ្យមាឃបូជាទៅតាមបែបព្រះពុទ្ធសាសនានាព្រលំថ្ងៃ15កើតខែមិញពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2ខែកុម្ភៈឆ្នាំ2026កម្មវិធីក៏បានធ្វើការរៀបចំជាហោហែតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនានៃយើងព្រះសមណញាណ100000បានមានសោលិកាបញ្ជាក់ថាបុណ្យមាឃបូជាគឺមានចំណុចសំខាន់ដូចជាថ្ងៃដែលធ្វើចតុរង្គសន្និបាតប្រកបដោយអង្គ4ជាថ្ងៃដែលព្រះអង្គទ្រង់សម្ដែងនៅអវាទបដិមោក្ខជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ជននាយុសង្ខារ3ខែមុនចូលបរិនិព្វានអវាទបដិមោក្ខគឺជាបេះដូងនៃព្រះពុទ្ធសាសនាព្រះពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងក្នុងថ្ងៃ15កើតខែមិញកិរិយាវាចាបាបទាំងឡាយការញៀងកុសលឲ្យកើតឡើងនិងការជំរះចិត្តឲ្យស្អាតផូរផង់សូមតាំងចេតនារក្សាចិត្តត្រៀមអនុមោទនាមាឃបូជាដោយសេចក្តីជ្រះថ្លាព្រះអង្គគ្រូ100000បានមានសោលិកាបន្តថានៅក្នុងឋានៈជាបរិស័ទឋានៈជាពលរដ្ឋឋានៈជាអ្នកផ្សព្វផ្សាយសាសនានិងក្នុងឋានៈជាក្រុមបកនៅក្នុងសង្គមជាអន្តរជាតិក្តីសង្ឃឹមថាយើងម្នាក់អាចទាញយកប្រយោជន៍បានខ្លះពីថ្ងៃមាឃបូជានេះនិងអញ្ជើញនាំគ្នាធ្វើបុណ្យធ្វើទានរក្សាសីលនិងសមាធិសម្អាតចិត្តរបស់ខ្លួននៅក្នុងថ្ងៃនេះដើម្បីបូជារំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើតនៅព្រះពុទ្ធសាសនាសម្រាប់ជាមេគាជីវិតដល់ពួកយើងទាំងអស់គ្នាជាពិសេសសូមព្យាយាមស្វែងរកនៅឱកាសដើម្បីរក្សាសន្តិភាពជំរុញដល់ការអភិវឌ្ឍប្រទេសជាតិកាត់បន្ថយបាននៅអស្ថិរភាពនិងអំពើហិង្សាជាដើមបន្លន់អង្គព្រះពុទ្ធបិមាព្រះអញ្ជាជាងឆ្លៃរចនាថ្វាយបោសាទុកាពេញផែនដីក្រជាពរជាបេះដូងជាពីការទ្រង់ដល់មានថ្មីបានពឹងពរខាងព្រះស្បែកទៅពសាទៀនអំរិសោមានគល់បវមេចិនចៅត្រូវរៀបបន់បែងមិនឲ្យនៅព្រមទាំងកូនចៅព្រះរាជាណាហំស្មាតលោហិនសាញ់មិនសាំងអាសាញ់ខ្លួនតាំងដូមេតាកាលយ៉ាងវាចាំបរិបោកដាជីវិតមេតារងវិញថ្មីផ្លែបុណ្យរាយកាលជាទុនសាយឲ្យទៀនពុំស្ដាយជីវិតអីលោកចូលក្នុងផ្លែបុណ្យថាអ្វីឲ្យជាចំណៃអន្តព្រាមណាកាលដែលបានតាជាព្រះគុណជាបកុនត្រៃខំក្នុងលោកាពោទាំង6នេះសោកណាខ្លាយមកកើតជាចបុនរាំងសីពេលនេះក្នុងលោកេសមន្តលោកពរនេះកំជាសាច់ក្តីហៅតងសាសនាព្រះចិនស្រីពីពេញផែនដីតៃពោសធី